đang pi mùa hai tầng pram đại thừa này tạo khi tự tinh mê riêng plek một plek cào bánh hà ní cái nhom thọp chụp to của anh đại hai nhom sừng ket mơ tóc cầm nó ôm môi chừng muốn thông có ban chụp bánh hà được nhom đại mơ mê riêng cha cam cha vô lên mơ mà đong còn đợi tập plek đại cứ plek là hột bằng tụ bay chi rung lực vi mạch cả đào trong sự cầm thai cầm hoa tầng pram ní là bay đại cái đằng hái cứ chi viên vi chào từ ti môi đặc kia cô tự chép vào màu aram hai này khi atom mê aram có đôi chỉ bảo aram từ lưỡi mê riêng môi năng chắc bản đen nên tầm tinh tam bạc com luôn anh có vị châu đại để sao từ dựng ban vô anh từ này cái kia tự chép vào aram cho nổi ti môi năngสลัดทีม KA មានវីដេអូបង្រៀន free ជាច្រើននិងមានសិភៅជាច្រើនប្រភេទសម្រាប់អូនៗដែលគាត់ចង់ស្វែងសិក្សាបន្ថែមដូចខ្ញុំដាក់នៅលើវីដេអូហ្នឹងអញ្ចឹងហើយបើចង់ដឹងព័ត៌មានបន្ថែមគឺអាចឆាតទៅ Facebook page សាលា Team KA បាននិងពិសេសសម្រាប់អូនៗដែលគាត់មានឈុតសិភៅពីម៉ាក់ Team KA គឺមានឱកាសចូលរៀនគ្រប់ free ដែលបង្រៀនដោយលោកគ្រូផ្ទាល់ឱកាសនេះគឺកម្ររកបានមែនតើអញ្ចឹងរួនឡើងអ្នកទាំងអស់គ្នាទី2ដែលគេទុនតែងមេរៀនតាំងមិនយល់ពីមេរៀនសោះហ្មងណាអត់ទាន់បានអានពីមេរៀនហ្នឹងទេរបៀបគាត់តែឃើញតែងយកនេះក៏វាផ្លេចដែរអ្នកទាំងអស់គ្នារបៀបថាវាអាចនឹងពិបាកនៅក្នុងការទទួលយកទិន្នន័យនឹងដោយសារតែវាថ្មីសម្រាប់អ្នកទាំងអស់គ្នាហើយមួយទៀតអ្នកគ្នាអត់យល់ទៀតនឹងពេលអ្នកគ្នាទន្ទិញទៅអូខេវាអាចថាចាំបានតែមាត់ទេប៉ុន្តែអ្នកគ្នាអត់យល់ពីខ្លឹមសារមេរៀនទាំងអស់ហ្នឹងអញ្ចឹងការទន្ទិញមេរៀនរបស់អ្នកទាំងអស់គ្នាផ្លេចទៅតាមនឹងដូចគ្នាដែរនៅទី3អ្នកគ្នាត្រូវតែចេះប្រើការយល់ជាជាងការចាំសម្រាប់បងប្អូនភាគច្រើនគឺគាត់ចាំខ្លាំងមែនតើហ្មងរងរត់មាត់បដោយប៉ុន្តែបើសិនជាឲ្យគាត់យល់តាក់ទងជាមួយនឹងមេរៀនទាំងអស់ហ្នឹងហ្មងគឺអាចថាតិចតួចទេអ្នកទាំងអស់គ្នាអញ្ចឹងអ្នកព្យាយាមយល់ពីមេរៀនហ្នឹងវិញបើគ្នាយល់ពីមេរៀនហ្នឹងណាអ្នកគ្នាអត់ងាយផ្លេចហ្មងខ្ញុំនិយាយចឹងហ្មងបើសិនជាអ្នកគ្នាទន្ទិញចាំឲ្យរត់តែមាត់ទេស្អែកឡើងគឺផ្លេចអស់ហ្មងរបៀបអញ្ចឹងណាខ្ញុំផ្ទាល់ខ្លួនឯងអ្នកគ្នាអញ្ចឹងបាទខ្ញុំតែងតែព្យាយាមយល់ពីមេរៀនទាំងអស់ហ្នឹងឧទាហរណ៍ថាអ្នកគ្នារៀនជីវវិទ្យាឬក៏ប្រវត្តិវិទ្យាបើសិនជាអ្នកគ្នាយល់ពីព្រឹត្តិការណ៍ក៏ដូចជាយល់ពីបាតុភូតទាំងអស់ហ្នឹងអ្នកគ្នាប្រកាសជាដឹងច្បាស់ហើយលោកគ្រូអ្នកគ្រូយើងរំលឹកតែមកបន្តិចអ្នកគ្នាប្រកាសជាចាំមេរៀនហ្នឹងឡើងមកវិញហេតុអីដោយសារតែគ្នាបានយល់ពីមេរៀនទាំងអស់ហ្នឹងមិនមែនទន្ទិញឲ្យរត់តែមាត់អញ្ចឹងទៅអញ្ចឹងអាចថានៅពេលអ្នកគ្នាភ័យទៀតណាផ្លេចបដោយអានទិញរត់មាត់ហ្នឹងអ្នកគ្នាយើងយល់យើងចាំគឺវាល្អជាជាងដែលយើងទន្ទិញឲ្យរត់តែមាត់យើងអត់យល់ពីខ្លឹមសារមេរៀនទាំងអស់ហ្នឹងសភៅនៅក្នុងការស្វែងសិក្សាគឺពិតជាមានសារៈសំខាន់ខ្លាំងមែនទែនដូច្នេះអ្នកគ្នាត្រូវព្យាយាមរកឲ្យបានត្រឹមត្រូវបើរើសខុសការរៀនផុនយើងក៏វាខុសទៅដូចគ្នាដែរអញ្ចឹងសម្រាប់រូបនេះខ្ញុំខ្ញុំបានទៅទិញសភៅនៅក្នុង page សាលា Team KA សភៅរបស់គាត់ចេញមកច្បាស់មានកំណែដូចជាការបញ្យល់បកស្រាយមកបកក្បាយខ្លាំងមែនទែនចំណុចទី4អ្នកគ្នាត្រូវការសម្រាប់ខ្លះដែរអាចថាពេលអ្នកគ្នាទន្ទិញច្រើនពេកទៅគូក្បាលអ្នកគ្នាវាលើសកម្រិតណាអាចនឹងបខំខ្លួនឯងខ្លាំងពេករបៀបអញ្ចឹងបើអូខេបើគូក្បាលអ្នកគ្នាហត់ហើយសម្រាប់5នាទីទៅ10នាទីសិនទៅអាចងើបទៅញ៉ាំទឹកឬក៏ញ៉ាំអាហារផ្សេងតិចតួចចឹងទៅហើយបន្ទាប់មកចាំផ្ដោតទៅលើការមើលមេរៀននឹងបន្តទៀតបើសិនអ្នកគ្នាចិត្តដល់ថ្ងៃប្រឡងអីអញ្ចឹងណាអាចថាអ្នកគ្នាគាត់ជាស្លន់ហើយអញ្ចឹងមើលមេរៀនក៏វាអត់អាចចូលដែរគ្នាទន្ទិញលើសកម្រិតតែអាហ្នឹងអញ្ចឹងគ្នាព្យាយាមកន្លែងនឹងផងណាកុំចាំដល់ថ្ងៃចិត្តប្រឡងចាំទៅទន្ទិញវាស្លន់អ្នកគ្នាទន្ទិញអត់ចូលទេវាលើសកម្រិតយើងប្រើគូក្បាលខ្លាំងពេកអញ្ចឹងគ្នាព្យាយាមសម្រាប់ខ្លះទៅបាទខ្ញុំតែនិយាយថាព្យាយាមមើលមេរៀនដូចចិនទិញមេរៀនពីដើមឆ្នាំទៅកុំឲ្យដល់ពេលចុងឆ្នាំចាប់ដើមស្លន់ភ័យទៅមើលអីអត់ដឹងពីណាទៅណាចោលឲ្យអ្នកទាំងអស់គ្នាទីហនទី5គឺជាចំណុចចុងក្រោយគេហ្នឹងគឺសំខាន់ខ្លាំងមែនតើអ្នកគ្នាត្រូវតែចេះរំលឹកមេរៀនទាំងអស់ហ្នឹងឡើងវិញបើសិនជាអ្នកគ្នាយល់ហើយចាំហើយប៉ុន្តែបើអ្នកគ្នាអត់រំលឹកឡើងវិញក៏វានៅតែផ្លេចដដែលដែរអញ្ចឹងនេះគឺជាមូលហេតុចម្បងធំខ្លាំងមែនតើបើសិនជាយើងអត់រំលឹកវាឡើងវិញទេគឺវាផ្លេចអស់លីងហ្មងណាបែបនឹងឯងហើយបើសិនជាអ្នកទាំងអស់គ្នាអត់រំលឹកឡើងវិញហើយចង់ឲ្យចងចាំហ្មងវាពិបាកសម្រាប់យើងដែរអញ្ចឹងគេត្រូវតែព្យាយាមរំលឹកជារៀងរាល់ថ្ងៃអញ្ចឹងខ្ញុំឧទាហរណ៍ជូនអ្នកទាំងអស់គ្នាហ្មងទៅមួយថ្ងៃខ្ញុំទិញ3សំណួរអូខេអញ្ចឹងស្អែកឡើងខ្ញុំទិញ3សំណួរទៀតអញ្ចឹងខ្ញុំត្រូវរំលឹកឲ្យ3សំណួរចាស់ពីម្សិលមិញសិនអញ្ចឹងទាំងអស់វា6សំណួរអញ្ចឹងអ្នកគេមើល6សំណួរហ្នឹងទៅដល់ពេលស្អែកគេត្រូវព្យាយាមធ្វើអញ្ចឹងទៀតរំលឹក6សំណួរហ្នឹងមុនហើយបន្ទាប់មកចាំទៅរំលឹក3សំណួរទៀតរបៀបអញ្ចឹងការធ្វើបែបនេះគឺល្អខ្លាំងមែនតើអ្នកគេរំលឹកទាំងអាចាស់ផងមើលទាំងអាថ្មីផងគឺវាចាំទាំងអស់គ្នាបែបហ្នឹងឯងហើយព្យាយាមរំលឹកមេរៀនជារៀងរាល់ថ្ងៃអញ្ចឹងខ្ញុំសង្ឃឹមថាកំហុសទាំង5នេះបើសិនជាអ្នកគ្នាស្ថិតនៅក្នុងកំហុសណាមួយហើយគួរតែដកខ្លួនចេញឲ្យឆ្ងាយទៅដោយសារតែការប្រឡងគឺកាន់តែគៀកចិត្តម្ដងខ្លាំងមែនតើហើយខ្ញុំជូនពរអូនទាំងអស់គ្នាទទួលបាននិទេសល្អទាំងអស់គ្នាអរគុណបាយបាយ